រស់ម្នាក់កំពុងតែហាត់ធម្មពលពិសេសជាមួយនឹងក្មេងស្រីម្នាក់ហើយគាត់ក៏បានច្រឡំកណ្ដាស់ធ្វើឲ្យបើក្មេងស្រីម្នាក់នឹងបាត់ទៅហើយបន្ទាប់មកពួកគេបាននាំគ្នានឹងអង្គុយស៊ីនំហើយស្រីរឿងចាប់ផ្ដើមឡើងនៅក្នុងបន្ទប់វះកាត់មួយដែលគ្រូពេទ្យពីរនាក់កំពុងតែធ្វើការវះកាត់ទៅលើអ្នកជំងឺដែលបានស្លាប់ទៅហើយយើងក៏បានឃើញមានស្នាមសាក់ចន្លែកមួយនៅលើដៃរបស់គាត់ផងដែរក្រុមគ្រូពេទ្យបានដកយកសរីរាង្គចេញពីរាងកាយរបស់គាត់ដើម្បីទុកជួយសង្គ្រោះជីវិតអ្នកដទៃដែលត្រូវការវាបន្ទាប់ពីបញ្ចប់ការវះកាត់គ្រូពេទ្យទាំងពីរនាក់បានដើរចេញទាំងអស់គ្នាទាំងអស់កម្លាំងតែភ្លាមៗនោះគ្រូពេទ្យស្រីម្នាក់បានស្រែកយ៉ាងខ្លាំងហើយរត់ចេញមកគ្រូពេទ្យទាំងពីរប្រញាប់រត់ចូលទៅក្នុងបន្ទប់វះកាត់វិញដើម្បីមើលថាមានរឿងអ្វីកើតឡើងហើយពួកគេឃើញថាអ្នកជំងឺកំពុងតែប្រែក្លាយទៅជាផេះបន្តិចម្ដងហើយបាត់ខ្លួននៅទីនោះតែម្ដងបន្ទាប់ពីនឹងទៅបេះដូងរបស់បុរសចម្លែកនឹងបានបដូរទៅឲ្យក្មេងស្រីម្នាក់ដែលមានឈ្មោះថាលីសាហើយរឿងដ៏គួរឲ្យតក់ស្លុតនោះគឺរាងកាយរបស់នាងទទួលយកបេះដូងនេះភ្លាមៗដោយគ្មានបញ្ហាអ្វីទាំងអស់លីសាបានជាសះស្បើយយ៉ាងឆាប់រហ័សហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យក្នុងរយៈពេលពី3ថ្ងៃប៉ុន្តែភ្លាមៗនោះដែរសញ្ញាចម្លែករាងមូលមួយបានលេចឡើងនៅលើដៃរបស់លីសាដូចជាមាននរណាម្នាក់បានបង្កើតសាក់អាតកំបាំងនៅលើរាងកាយរបស់លីសាដោយចម្លែកឪពុករបស់លីសាបានបើកកន្លែងហាត់តៃក្វាន់ដូហើយលីសាខ្លួនឯងផ្ទាល់ក៏ចូលចិត្តតៃក្វាន់ដូតាំងពីកុមារភាពមកម្ល៉េះប៉ុន្តែក្នុងអំឡុងពេលប្រកួតលីសាបានកើតជំងឺគៀងបេះដូងដូច្នេះហើយបានគេមកបដូរបេះដូងនៅមន្ទីរពេទ្យនឹងហើយចាប់ពីថ្ងៃនោះមកឪពុករបស់លីសាបានហាមឃាត់មិនឲ្យប្រកួតទៀតនោះទេថ្ងៃមួយខណៈដែលឪពុករបស់លីសាកំពុងនិយាយជាមួយនឹងម្ចាស់ផ្ទះជួលលីសាបានបង្វិលខ្លួនទាត់បាវសាក់លេងក៏បានធ្វើឲ្យវាធ្លាយឡើងខ្ទេចឪពុកគេបានចេញមកមើលតែគេថាគេមិនបានទាត់ទេបែរជាថាក្មេងប្រុសនោះជាអ្នកទាត់ទៅវិញនៅពេលគេដើរតាមផ្លូវគេពិតជាឆ្ងល់ខ្លាំងមែនទែនគិតថាគេមានធម៌ពលអ្វីពិសេសហើយគេចាប់ផ្ដើមរត់លើផ្លូវសាក់លបងមើលតែមានឯណាឡើងលើផ្លូវទូយ៉ាងលឿនដូចជា The Flash អញ្ចឹងហើយគេរត់លឿនម៉ាលឿនហើយថែមទាំងវ៉ាម៉ូតូពូដឹកជញ្ជូននៃវ៉ាន់នោះទៀតផងគេបានរត់ហក់ឡើងទៅលើយ៉ាងខ្ពស់ប៉ុន្តែនៅពេលដែលធ្លាក់មកវិញផ្លូវក៏ចុះជម្រាលគេទប់ខ្លួនមិនជាប់ក៏បានទៅបុកជាមួយនឹងឡានដឹកទំនិញតូចមួយសំណាងដែរគេបានទៅទប់ឡាននោះជាប់ហើយក៏បានចាក់ចែងទៅបាត់ទៅម្ចាស់គេមិនបានដឹងនោះទេបន្ទាប់ពីនឹងទៅក៏មានមនុស្សបានលួចថតសកម្មភាពរបស់គេហើយក៏បានផុសវានៅលើបណ្ដាញអ៊ីនធឺណិតដែលនៅក្នុងវីដេអូនោះក៏មានឈ្មោះរបស់គេនៅលើឯកសណ្ឋានតៃក្វាន់ដូរបស់គេដែរហើយក៏មានក្មេងប្រុសម្នាក់ដែលមានឈ្មោះថាថមបានឃើញវីដេអូនោះភ្លាមៗគេក៏បានទៅដល់ក្លឹបហាត់ប្រាណរបស់លីសាគេបានព្យាយាមថតរូបលីសាពីចម្ងាយប៉ុន្តែលីសាបានដឹងខ្លួនក៏រត់មកដល់កន្លែងថតភ្លាមៗតែម្ដងហើយក៏បានចាប់ដៃថមជាប់ថមមានការតត់ស្លុតយ៉ាងខ្លាំងដែលក្មេងស្រីតូចម្នាក់នេះអាចមានកម្លាំងខ្លាំងដំឡឹងនៅពេលនោះដែរលីសាបានកត់សម្គាល់ឃើញថាថមក៏មានសញ្ញាសាក់ចម្លែកនៅលើដៃរបស់គេដែរចឹងហើយពួកគេទាំងពីរនាក់ក៏បានទៅនិយាយគ្នាលេងថមបានប្រាប់លីសាថាគាត់ក៏បានទទួលការបដូរសរីរាង្គពីបុរសម្នាក់នោះដូចគ្នាដែរដែលបានផ្ដល់ឲ្យគាត់នៅធម៌ពលពិសេសមួយគាត់បាននិយាយថាមនុស្សម្នាក់អាចបរិច្ចាគសរីរាង្គបាន6មានន័យថានឹងមានមនុស្សសរុបចំនួន6នាក់ដែលនឹងទទួលបានធម៌ពលទាំងនេះអញ្ចឹងថមគាត់ក៏បានចង់ស្វែងរកមនុស្សទាំង6នាក់នឹងដែលថមគេមានធម៌ពលខ្យល់គេអាចផ្លុំខ្យល់ឲ្យคล้ายទៅជាព្យុះបានគេក៏បានផ្លុំខ្យល់ឲ្យលីសាមើលទៀតផងបន្ទាប់ពីនឹងទៅលីសាបានលួចចូលរួមប្រកួតរត់ប្រណាំងមួយហើយអ្នកឈ្នះនឹងទទួលបានស្បែកជើងដែលមានតម្លៃដ៏ថ្លៃមួយគូគេបានរត់យ៉ាងលឿនហើយក៏បានយកឈ្នះអ្នកផ្សេងទៀតយ៉ាងងាយស្រួលហើយទទួលបានស្បែកជើងមួយគូយកមកពាក់ធ្វើឲ្យគេសប្បាយចិត្តខ្លាំងមែនទែននៅពេលនោះដែរមានស្ត្រីម្នាក់ឈ្មោះសូហ្វីបានដើរមករកពួកគេគាត់គឺជាអ្នកចែកចាយភេសជ្ជៈម្នាក់ហើយបន្ទាប់ពីយកភេសជ្ជៈឲ្យពួកគេទាំងពីរនាក់ហើយក៏បានប្រាប់ពួកគេថាថ្មីនេះគាត់ទៅតែបានបដូរតម្រងនោមហើយឥឡូវនេះគាត់បានជាសះស្បើយទាំងស្រុងហើយឬដូច្នេះពួកគេទាំងពីរនាក់ក៏បានសុំមើលដៃរបស់គាត់ប៉ុន្តែมันមានសញ្ញាសាក់នៅទីនោះទេប៉ុន្តែបន្តិចក្រោយមកនៅពេលសូហ្វីអង្គុយបែរខ្នងពួកគេក៏បានឃើញសាក់ចម្លែកដូចគ្នានៅលើចង្កេះរបស់គាត់អញ្ចឹងហើយក៏បានអញ្ជើញគាត់ទៅញ៉ាំអាហារដើម្បីពិភាក្សាគ្នាទៅបន្ទាប់ពីនឹងទៅយើងក៏បានឃើញផ្ទះដ៏ប្រណិតមួយដែលមានបុរសចំណាស់ម្នាក់មានឈ្មោះថាមីណូកំពុងតែដេកលើគ្រែក្នុងស្ថានភាពជិតស្លាប់ទៅហើយកូនស្រីរបស់គាត់ដែលបានទូរស័ព្ទទៅកាន់គ្រូពេទ្យហើយក៏បានស្រីសួរគាត់ថាគ្រូពេទ្យបានព្យាបាលហើយប៉ុន្តែស្ថានភាពរបស់គាត់ដូចមិនមានភាពប្រសើរឡើងសោះប៉ុន្តែភ្លាមៗនោះដែរស្រាប់តែឪពុករបស់គេក៏បានភ្ញាក់ដឹងខ្លួនមកវិញហើយបញ្ជាឲ្យគេយកអាហារឲ្យគាត់ញ៉ាំក្នុងរយៈពេលតែមួយភ្លេតប៉ុណ្ណោះគាត់ក៏បានចាប់ផ្ដើមជាសះស្បើយមកវិញដោយធម្មតាហើយក៏មានកម្លាំងខ្លាំងជាងមុនផងដែរហើយគាត់ក៏មានសញ្ញាចម្លែកនៅលើដៃរបស់គាត់ផងដែរបន្ទាប់មកយើងឃើញបុរសម្នាក់នៅក្នុងហាងគ្រឿងអេឡិចត្រូនិកមួយគេបានប្រើម្រាមដៃរបស់គេផ្ទាត់ឡើងទៅលើហើយទូរទស្សន៍ទាំងអស់ដែលនៅពីមុខក៏បានបិទភ្លាមហើយគ្រាន់តែគេដើរកាត់ភាពប្រែប្រួលចាប់ផ្ដើមកើតឡើងនៅក្នុងចរន្តអគ្គិសនីហើយបុរសម្នាក់ហ្នឹងមានឈ្មោះថាសេរ៉ូគេ
គេបានចូលទៅក្នុងអគារមួយហើយបានប្រើប្រាស់ធម៌ពលរបស់គេធ្វើឲ្យឈ្នះលុយយ៉ាងច្រើននៅលើម៉ាស៊ីនលេងហ្គេមបន្ទាប់មកគេក៏បានដើរទិញរបស់របរប្រែនមានស្បែកជើងខោអាវវ៉ែនតាជាដើមនៅពេលនោះយើងក៏បានដឹងថាសេរ៉ូក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស6នាក់ដែលបានទទួលបានផ្នែករាងកាយពីបរិសុទ្ធអាចកំបាំងនោះដែរបន្ទាប់មកទិដ្ឋភាពបានត្រឡប់ទៅកាន់លីសាវិញនៅពេលពួកគេកំពុងអង្គុយទទួលទានអាហារពេលល្ងាចជាមួយថមនិងសូហ្វីដើម្បីឲ្យពួកគេអាចនិយាយគ្នាអំពីធម៌ពលពិសេសរបស់ពួកគេនឹងថមបានបញ្យល់ថាគាត់បានទទួលសួតថ្មីដូច្នេះធម៌ពលរបស់គាត់គឺទាក់ទងនឹងសួតរបស់គាត់បើសិនបើគាត់ផ្លុំដោយកម្លាំងគាត់អាចបង្កើតព្យុះបានយ៉ាងលយប៉ុន្តែសូហ្វីបាននិយាយថាគេមិនមានអារម្មណ៍ថាមានធម៌ពលអ្វីនៅក្នុងខ្លួននាងទេថមបានបញ្យល់សូហ្វីថាកុំបារម្ភអីនៅពេលដែលពួកគេទាំងអស់គ្នាដែលជាមនុស្សពិសេសបានមកជួបជុំគ្នាធម៌ពលរបស់សូហ្វីនឹងភ្ញាក់ឡើងដោយស្វ័យប្រវត្តិហើយកំពុងតែនិយាយគ្នានឹងស្រាប់តែអំពូលនៅពេលលើពួកគេក៏បានចាប់ដើមផ្លេតបន្ទាប់មកសេរ៉ូក៏បានបង្ហាញខ្លួននៅទីនោះដែរសេរ៉ូបានដឹងរួចហើយថាមនុស្សទាំងនេះគឺដូចគាត់ដែរហើយសេរ៉ូបានប្រាប់ពួកគេថាគេមានធម៌ពលពិសេសមួយព្រោះគេបានទទួលផ្នែករបស់បុរសម្នាក់នោះដែរហើយគេបានមើលឃើញពីចម្ងាយហើយក៏ដឹងថាមនុស្សណាខ្លះដែលមានធម៌ពលពិសេសនេះនៅក្នុងខ្លួនតែថមដូចជាមិនសូវចូលចិត្តសេរ៉ូនោះទេដោយសារតែគេក៏កតោមពេកមើលទៅដូចឆ្លើយអញ្ចឹងណាគាត់បាននិយាយប្រាប់លីសាដោយស្ងាត់ថាមិនមែនគ្រប់គ្នាសុទ្ធតែអាចទុកចិត្តបានទេពួកយើងនឹងមិនមែនសុទ្ធតែល្អនោះទេម្នាក់ក្នុងចំណោមពួកយើងក៏អាចអាក្រក់បានដែរព្រោះប្រកាសជាមាននរណាម្នាក់ចង់បានធម៌ពលពិសេសនេះតែម្នាក់ឯងក៏ថាបានដែរដូច្នេះហើយយើងត្រូវតែប្រុងប្រយ័ត្នបំផុតចំពោះអ្នកដែលយើងទុកចិត្តហើយបន្ទាប់មកនៅថ្ងៃបន្ទាប់ពួកគេទាំង3នាក់បានទទួលសារមួយនៅលើទូរស័ព្ទរបស់ពួកគេពីសេរ៉ូបានហៅពួកគេឲ្យទៅជួយតាមពិតសេរ៉ូក៏បានទៅលេងហ្គេមនៅក្នុងកាស៊ីណូដូចធម្មតាតែគាត់ត្រូវបានគេចាប់បានថាលេងបន្លំហើយសន្តិសុខកាស៊ីណូចង់យកលុយទាំងអស់មកវិញកំពុងតែឆ្លោះប្រកែកគ្នានឹងវីរៈជនទាំង3នាក់ក៏បានមកដល់ហើយថមក៏បានចូលទៅជួអាចបាត់ទៅដោយសារតែគេមិនចូលចិត្តសេរ៉ូនោះទេហើយមួយសន្ទុះក្រោយមកថមបានចេញពីបន្ទប់ទឹកវិញលីសាបានយកទៅយោមួយញកចូលចំមុះរបស់ថមធ្វើឲ្យគេកណ្ដាស់បើងពួក3នាក់នោះអស់ទៅហើយក៏បាននាំគ្នារត់ចេញទៅខាងក្រៅបន្ទាប់ពីនឹងទៅនៅកន្លែងលោកតាមីណូនេះវិញគាត់បានឆ្លោះប្រកែកជាមួយនឹងដៃគូអាជីវកររបស់គាត់ម្នាក់ហើយការឆ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងរហូតដល់លោកតាមីណូបានចាប់ច្បាច់កបរិសម្នាក់នឹងហើយក៏បានស្រូបយកកម្លាំងចេញពីរាងកាយបរិសម្នាក់នឹងរហូតដល់ស្លាប់ហើយក៏បានក្លាយទៅជាមនុស្សចាស់ភ្លាមលោកតាមីណូបានចាប់ដើមមានអារម្មណ៍ថាក្មេងជាងវ័យហើយនឹងមានធម៌ពលខ្លាំងជាងមុនបន្ទាប់ពីគាត់ដឹងថាគាត់មានធម៌ពលខ្លាំងហើយគាត់ក៏បានទៅសាកល្បងកាន់ដើមឈើមួយដើមក៏បានធ្វើឲ្យដើមឈើនោះងាប់ភ្លាមហើយសេរឿងក៏បានកាត់ទៅកាន់រោងចក្រមួយដែលបរិសុទ្ធមេការម្នាក់មានឈ្មោះថាចនកំពុងតែដាក់សម្ពាធទៅលើកម្មករថាពួកគេនឹងត្រូវធ្វើការងារពេញមួយយប់នៅថ្ងៃនេះប៉ុន្តែកម្មករម្នាក់បានតវ៉ាដោយនិយាយថាការងារច្រើនបែបនេះវាខុសហើយតែកំពុងតែនិយាយគ្នានឹងស្រាប់តែសម្លេងរោគក៏បានបន្លឺឡើងដោយមានកម្មករម្នាក់បានធ្លាក់ពីលើអគារចនក៏បានទៅមើលនៅពេលគ្រប់គ្នាចាក់ចែងទៅអស់ចនក៏បានយកដៃរបស់គាត់ដាក់លើមុខរបួសរបស់កម្មករម្នាក់នឹងហើយរបួសនឹងក៏បានជាឡើងវិញប៉ុន្តែការជឿចាប់ទាំងអស់បានបដូរមកលើរាងកាយរបស់ចនវិញគាត់បានដើរចេញទៅសងំនៅកលៀតមួយទាំងជឿចាប់ខណៈនោះដែរទីណាដែលជាកូនស្រីរបស់លោកតាមីណូនឹងបានយល់គ្រប់យ៉ាងហើយគេបានដឹងថាធម៌ពលថ្មីរបស់ឪពុកនាងគឺបណ្ដាលមកពីការបដូរស្រីរាងដូច្នេះហើយគេបានបញ្ជាឲ្យជំនួយការរបស់គេស្វែងរកមនុស្សទាំងអស់ដែលទទួលបានធម៌ពលពីការបដូរស្រីរាងនេះដែរហើយមិនយូរប៉ុន្មានកូនចៅរបស់ទីណាក៏បានរកឃើញពួកគេកំពុងតែរត់ពីការចាប់របស់ពួកក្រុមកាស៊ីណូពួកគេបានរត់ឡើងលើឡានលក់ភេសជ្ជៈរបស់សូហ្វីហើយឃើញដូច្នេះជំនួយការរបស់ទីណាក៏បានបើកឡានដេញតាមពួកគេពីក្រោយដែរលីសាបានបន្តរុញឡានឲ្យទៅលឿនកាន់តែលឿនហើយល្បឿនរបស់ពួកគេបានកើនឡើងយ៉ាងខ្លាំងក៏បានគេចចេញពីក្រុមឡានដេញតាមនឹងយ៉ាងឆ្ងាយប៉ុន្តែពួកអ្នកកាស៊ីណូនឹងមិនបានបោះបង់ចោលការដេញចាប់នឹងទេពួកគេបានបន្តដេញតាមជាបន្តបន្ទាប់បន្តិចក្រោយមកពួកគេក៏បានដេញតាមទាន់ហើយថមបានយកភេសជ្ជៈជាដែលដាក់នៅក្នុងឡាននឹងក៏បានមកផ្លុំដាក់ពួកគេភងផាំងបាញ់ចុះបាញ់ឡើងការ៉េមកៃមួយដើមបានបាញ់ទៅលើកញ្ចក់មុខឡានរបស់ក្រុមពួកនឹងមើលមុខមិនឃើញក៏បានបើកឃ្លាទៅផ្លុំមកខាងហើយពួកគេក៏បានអាចគេចផុតពីក្រុមអ្នកដេញតាមចាប់នោះបានប៉ុន្តែល្បឿនរថយន្តលឿនខ្លាំងពេកអញ្ចឹងហើយក៏បានបុកចូលទៅក្នុងភោជនីយដ្ឋានអាំងសាច់មួយប៉ុន្តែពួកគេមិនបានស្លាប់នោះទេក៏បានហៅសាច់អាំងនិងស្រាយកមកផឹកបានយ៉ាងឆ្ងាញ់រហូតដល់យប់បន្តិចពួកគេក៏បានដើរចេញមកនៅពេលដែលពួកគេចេញមកថមនិងសេរ៉ូក៏បាន
ចាប់ផ្ដើមឆ្លោះប្រកែកគ្នាថមនិយាយទាំងខឹងដោយសារតែសេរ៉ូនឹងហើយធ្វើឲ្យពួកគេស្ទើរតែស្លាប់នៅថ្ងៃនឹងហើយការឆ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងរហូតដល់ពួកគេម្នាក់ៗក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួនក៏បានធ្វើឲ្យលីសាគេពិបាកចិត្តយ៉ាងខ្លាំងដោយសារគេបានឈប់សម្រាកព្យាបាលជំងឺអស់រយៈពេល1ឆ្នាំហើយមិនអាចទៅសាលារៀនបានហើយដោយសារតែរឿងនេះហើយគឺគេក៏គ្មានមិត្តភក្តិជិតស្និទ្ធណាម្នាក់ដែរថមសូហ្វីនិងសេរ៉ូបានក្លាយទៅជាពិភពលោកតូចមួយរបស់គេប៉ុន្តែឥឡូវនេះពិភពលោកនេះក៏បានដួលរលំទៅហើយដែរប៉ុន្តែនៅថ្ងៃបន្ទាប់នៅពេលដែលកំហឹងរបស់ពួកគេបានស្ងប់បន្តិចថមបានមកសំទោសលីសាបានធ្វើជាខឹងបន្តិចដែរប៉ុន្តែនៅពេលដំបូងហ្នឹងប៉ុន្តែបន្ទាប់មកគេក៏បានយល់ព្រមត្រូវរើគ្នាវិញហើយពួកគេនឹងទៅរកមិត្តភក្តិដទៃដើម្បីសហការគ្នាម្ដងទៀតខណៈនោះដែរជំនួយការរបស់ទីណាបានបំហាញវីដេអូដែលបានថតទុកឲ្យគេមើលបន្ទាប់ពីបានមើលអ្វីៗទាំងអស់រួចទីណាបានរៀបចំគម្រោងដើម្បីចាប់មនុស្សទាំងអស់នេះឲ្យបានហើយដកយកធម្មពលចេញពីរាងកាយរបស់ពួកគេដើម្បីផលិតថ្នាំដែលអាចព្យាបាលជំងឺធំៗនៅលើពិភពលោកបានហើយនឹងរកប្រាក់ចំណូលបានរាប់សិបលានដុល្លារណោះលីសាសូហ្វីនិងសេរ៉ូបានទៅដល់កន្លែងណាត់ជួបរបស់ពួកគេហើយសេរ៉ូក៏បានរកឃើញដែរថាមានមនុស្សម្នាក់ទៀតដែលបានទទួលការបដូរថ្លើមពួកគេទាំង3នាក់កំពុងតែរងចាំថមប៉ុណ្ណោះដើម្បីឲ្យពួកគេទាំងអស់គ្នាអាចទៅស្វែងរកសមាជិកថ្មីនោះបានខណៈនោះដែរនៅរោងចក្រនេះវិញចនកំពុងនិយាយជាមួយនឹងថ្នាក់លើរបស់គាត់ហើយស្នើថ្នាក់លើឲ្យបង្កើតសុវត្ថិភាពដល់កម្មករប៉ុន្តែមនុស្សដែលនៅក្នុងតំណែងខ្ពស់ទាំងអស់នឹងមិនបានខ្វាយខ្វល់ពីជីវិតរបស់កម្មករសោះឡើយហើយសម្ពាធការងារកាន់តែខ្លាំងរហូតដល់ចនមិនបានហូបអាហារថ្ងៃត្រង់នោះទេខណៈដែលសហការីរបស់គាត់ទៅបរិភោគធម្មតាហើយគ្មាននរណាម្នាក់បានកត់សម្គាល់ថាធុងអូស្មန်ដែលដាក់នៅក្បែរនោះកំពុងតែលេចធ្លាយបន្តិចម្ដងនោះទេនៅខាងការរឿងចាក់នេះវិញវីរៈបុរសទាំង3រូបរបស់យើងក៏នៅតែបន្តរងចាំថមប៉ុន្តែនៅពេលនោះដែរស្រាប់តែមានការផ្ទុះដ៏ធំមួយបានកើតឡើងនៅក្នុងរោងចក្រចនបានចាប់ដើមរត់ហើយទាញកម្មករចេញដើម្បីកុំឲ្យមានរងរបួសច្រើនប៉ុន្តែជាអកុសលកម្មករម្នាក់បានជាប់នៅក្នុងក្រោយទ្វារសុវត្ថិភាពចនបានរត់ទៅជួយហើយព្យាយាមបំបែកកញ្ចក់ដោយមុខសុវត្ថិភាពរបស់គាត់ប៉ុន្តែវាមិនបានផ្ដល់ផលប្រយោជន៍អ្វីឡើយនៅពេលដែលសំខាន់នោះដែរលីសាក៏បានមកដល់ទាន់ពេលគេបានទាត់ទ្វារដោយកម្លាំងខ្លាំងហើយបន្តរុញច្រានធុងអូស្មန်ដែលកំពុងហោះចេញពីការផ្ទុះឲ្យឆ្ងាយប៉ុន្តែទ្វារសុវត្ថិភាពអេឡិចត្រូនិកនៅខាងក្នុងគឺរឹងមាំខ្លាំងណាស់គេរៀបនឹងបំបែកទ្វារនឹងហើយប៉ុន្តែសេរ៉ូក៏បានមកដល់ហើយគេគ្រាន់តែផ្ទាត់មេដៃតែបន្តិចទ្វារនោះក៏បានបើកខណៈនោះដែរថមក៏បានមកដល់ទីនោះដូចគ្នាប៉ុន្តែភ្លាមៗដែរផ្សេងពលក៏បានសាយភាពេញគ្រប់ទីទៅហើយមិនឃើញកម្មករនោះទេបន្ទាប់មកសេរ៉ូបានក្រវីព្រាមដៃរបស់គាត់ម្ដងទៀតហើយបើកសំឡេងរោទូរស័ព្ទរបស់កម្មករដើម្បីឲ្យថមអាចប៉ាន់ស្មានទីតាំងបានដោយសារតែថមគាត់មានធម្មពលពិសេសទាក់ទងនឹងស៊ូតចឹងហើយគាត់ក៏បានអាចដកដង្ហើមបានយូរចឹងហើយគាត់ក៏បានទាញកម្មករដែលរងរបួសចេញមកបានយ៉ាងងាយស្រួលកម្មករម្នាក់នោះក៏បានរងរបួសយ៉ាងធ្ងន់ដូច្នេះហើយចនក៏បានព្យាយាមព្យាបាលគាត់ភ្លាមៗដោយប្រើធម្មពលរបស់គាត់ប៉ុន្តែដោយសារតែរបួសធ្ងន់ពេករាងកាយរបស់គាត់ក៏បានចាប់ផ្ដើមមានប្រតិកម្មហើយគាត់ក៏បានចាប់ផ្ដើមក្អកយ៉ាងខ្លាំងសូហ្វីបានយល់ថាអូស្មန်ពុលបានចូលទៅក្នុងខ្លួនរបស់គាត់អញ្ចឹងហើយគេក៏បានទៅកាន់ដៃរបស់ចនម្ខាងនិងកាន់ដៃរបស់ថមម្ខាងធម្មពលរបស់ពួកគេអាចភ្ជាប់ធម្មពលរបស់មនុស្សគ្រប់គ្នាឲ្យភ្ជាប់គ្នាបានភ្លាមៗនៅពេលដែលកម្លាំងសូត្ររបស់ថមបានទៅដល់ចនក៏បានជាសះស្បើយឡើងវិញហើយនៅពេលនោះនៅឯងសូហ្វីទៅបានរកឃើញធម្មពលពិសេសពិតប្រាកដរបស់ខ្លួនប៉ុន្តែផ្សេងពលបានសាយភាយក្នុងរោងចក្រយ៉ាងលឿនដូច្នេះក្រុមការងារបានសម្រេចចិត្តថាពួកគេត្រូវតែចេញឲ្យបានលឿនតាមដែលអាចធ្វើទៅបានមនុស្សគ្រប់គ្នាបានចាប់ផ្ដើមរត់ទៅកាន់ច្រកចេញប៉ុន្តែភ្លាមៗនោះដែរសូហ្វីបានឈប់នៅពាក់កណ្ដាលផ្លូវនាងចាំបានថាពួកគេបានទុកសេរ៉ូនៅខាងក្នុងលឿនចឹងដែរថមក៏បានរត់ត្រឡប់ចូលទៅខាងក្នុងវិញដោយមិនស្ទាក់ស្ទើរគាត់បានរកឃើញសេរ៉ូដែលបានជួយសង្គ្រោះគាត់ដោយផ្ដល់ខ្យល់ដង្ហើមតាមមាត់ហើយពួកគេទាំងពីរនាក់បានចេញមកក្រៅដោយសុវត្ថិភាពបន្ទាប់ពីនេះពួកគេទាំងអស់គ្នាក៏បានអង្គុយបរិភោគអាហារនៅក្នុងភោជនីយដ្ឋានមួយនៅក្បែរនោះហើយពេលនោះដែរចនបានបញ្យល់ពួកគេថាគាត់បានទទួលធម្មពលមួយដែលអនុញ្ញាតឲ្យគាត់អាចយកការជឿចាប់របស់អ្នកដទៃមកដាក់លើខ្លួនគាត់ហើយជួយសង្គ្រោះជីវិតនរណាម្នាក់ក៏បានដែរទោះបីជាគាត់ត្រូវស៊ូទ្រាំនឹងការជឿចាប់យ៉ាងខ្លាំងដោយខ្លួនឯងក៏ដោយសកម្មនេះដែរតាមរយៈការធ្វើការងារជាមួយគ្នានិងការជួយសង្គ្រោះជីវិតគ្នាទៅវិញទៅមកចំណងដ៏ជ្រាលជ្រៅមួយបានបង្កើតឡើងរវាងពួកគេកាន់តែជិតស្និទ្ធនៅថ្ងៃបន្ទាប់ចនបានទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលសហការីរបស់គាត់ដែលរងរបួសប៉ុន្តែនៅក្នុងចន្ទយន្តគាត់បានជួបជាមួយនឹងលោកតាមីណូដែលជាម្ចាស់ក្រុមហ៊ុនរបស់គាត់នោះឯងចនបានស្វាគមន៍គាត់ប៉ុន្តែដោយចៃដន្យសញ្ញាសាក់នៅលើដៃរបស់គាត់ក៏បានផុសចេញមកហើយលោកតាមីណូបានក្រឡេកឃើញក៏បានចាប់អារម្មណ៍ចឹងហើយបានមកស៊ូអំពីចនហើយចនបានប្រាប់គាត់ដោយស្ទាក់ស្ទើរថាថ្មីនេះគាត់បានបដូរថ្លើមហើយបន្ទាប់ពីនោះសញ្ញាសាក់នេះក៏បានលេចឡើងដោយខ្លួនឯងលោកតាមីណូបានស៊ូដោយសង្ស័យតើមានការផ្លាស់ប្ដូរអ្វីនៅក្នុងខ្លួនរបស់គាត់ដែរឬទេប៉ុន្តែចនមាន
មានអារម្មណ៍ថាវានឹងចម្លែកបើសិនបើគាត់បញ្យល់ថាគាត់មានធម្មពលពិសេសដូច្នេះហើយគាត់ក៏បាននិយាយកុហកទៅប៉ុន្តែផែនការដ៏អាក្រក់មួយបានបង្កើតឡើងនៅក្នុងគំនិតរបស់មីណូគណៈពេលដែលចាក់ចែងគាត់បានចងចាំឈ្មោះរបស់ចននិងមុខតំណែងនិងទីតាំងរបស់គាត់ហើយនៅយប់នោះឯងចនកំពុងតែធ្វើការជាមួយអ្នកបើកបរដើម្បីរកប្រាក់បន្ថែមហើយអ្នកដំណើរដែលបានឡើងឡានរបស់គាត់នោះមិនមែនជាអ្នកណាក្រៅពីជំនួយការរបស់ទីណានោះទេក៏បានចាប់គេយកទៅកន្លែងមន្ទីរឃុំឃាំងទៅហើយចនក៏បានដឹងខ្លួនមកវិញគាត់ក៏បានឃើញខ្លួនឯងនៅក្នុងមន្ទីរពេទ្យមួយនៅពីមុខគាត់ទីណាកំពុងប្រាប់គ្រូពេទ្យឲ្យដកថ្លើមរបស់គាត់ចេញឲ្យបានឆាប់ប៉ុន្តែមុនពេលគ្រូពេទ្យចាប់ដើមធ្វើការវាកាត់លោកតាមីណូក៏បានមកដល់ទីនោះដែរគាត់បានសួរគ្រូពេទ្យថាបើសិនបើថ្លើមមួយផ្នែកត្រូវបានទុកក្នុងខ្លួនតើវាអាចនឹងដុះឡើងវិញដែរទេពេលគ្រូពេទ្យឆ្លើយថាបាទមីណូក៏ចាប់ដើមចាក់ករបស់ចនហើយសរុបយកធម្មពលរបស់គាត់ប៉ុន្តែលើកនេះធម្មពលរបស់គាត់មិនដំណើរការទេគាត់គិតថាប្រហែលជាធម្មពលរបស់គាត់បានចុះខ្សោយបន្ទាប់មកគាត់ក៏បានសាកល្បងធម្មពលរបស់គាត់ទៅលើគ្រូពេទ្យម្នាក់ដែលជួលនៅក្បែរនោះហើយក្នុងរយៈពេលតែមួយភ្លែតប៉ុណ្ណោះគ្រូពេទ្យនោះក៏បានចាស់ទៅធ្វើឲ្យគាត់ស្លាប់បាត់ទៅលោកតាមីណូបានដឹងថាធម្មពលរបស់គាត់មិនដំណើរការលើមនុស្សដែលមានធម្មពលពិសេសដូចគ្នាទេបន្ទាប់មកមីណូឲ្យបានគេកាត់ថ្លើមរបស់ចន 90% ដាក់ចូលក្នុងខ្លួនរបស់គាត់ហើយទុក 10% ដើម្បីឲ្យវាដុះឡើងវិញប៉ុន្តែទីណាពិតជាខ្លាំងមែនតើដែលគេមិនទទួលបានថ្លើមរបស់ចនដែរក៏បានបញ្ជាឲ្យក្រុមការងាររបស់គេទៅចាប់មនុស្សដែលមានធម្មពលដែលលើសេះសល់ទាំងអស់នៅពេលដែលចនដើរចេញពីហាងមួយអង្គរៈទីណាប្រមាណអ្នកក៏បានមកចាប់គាត់ផ្ទុកទៅនឹងចិញ្ចៀងពួកគេបានព្យាយាមឲ្យចនស្រូបថ្នាំសន្លប់ដើម្បីឲ្យគេសន្លប់ប៉ុន្តែថមមិនបានដកដង្ហើមតទៅសោះចឹងហើយពួកគេក៏បានចាក់កលិចចនធ្វើឲ្យគេរសើបសន្លប់បាត់ទៅគណៈនោះដែរសូហ្វីនិងសេរ៉ូក៏បានត្រូវគេចាប់ខ្លួនបានដូចគ្នាហើយបន្ទាប់មកពួកគេក៏បានទៅផ្ទះរបស់លីសាហើយក៏បានឡោមព័ទ្ធផ្ទះនឹងទៅឃើញដូច្នេះឪពុករបស់លីសាក៏បានប្រាប់ឲ្យលីសានៅឲ្យស្ងៀមទុកឲ្យគាត់ជាអ្នកដោះស្រាយជាមួយនឹងមនុស្សទាំងអស់នឹងដោយខ្លួនឯងប៉ុន្តែគឺថាគាត់លែងមានកម្លាំងដោយការមុនទៀតហើយគ្រាន់តែលើកជើងទាត់គេនឹងក៏បានឆ្លោះជើងខ្លួនឯងឈឺស្ទើរប្រកាច់ហើយលីសាដឹងថាគាត់វាយមិនឈ្នះពួកនឹងនោះទេឃើញអញ្ចឹងលីសាក៏បានប្រើធម្មពលរបស់គេដែលមានល្បឿនលឿនដោយភ្នែកបន្ទោលទៅជួយវាយឪពុកដាក់មួយដៃមួយជើងប៉ើងស្ទុយអញ្ចឹងទៅលោកពូគាត់មានអារម្មណ៍ថាគាត់ដូចជាមានកម្លាំងខ្លាំងខុសពីធម្មតាក៏បានងាកមកមើលលីសាក៏ប៉ុន្តែមិនបានឃើញលីសាធ្វើសកម្មភាពអីនោះទេហើយក៏បានលើកដៃឲ្យមេដៃគាត់ទៀតផងទៅពេលដែលគាត់ដឹងថាខ្លួនរបស់គាត់ខ្លាំងចឹងហើយក៏បានចូលទៅវាយជាមួយនឹងពួកនឹងធ្វើឲ្យពួកនឹងប៉ើងស្ទុយអស់ទៅហើយនៅសពប្រមាណអ្នកឃើញអញ្ចឹងក៏ខ្លាចក៏បានរត់ចេញពីទីនឹងអស់ហើយពួកគាត់ទាំងពីរនាក់ក៏បានរួចខ្លួនប៉ុន្តែមិត្តភ័ក្តិរបស់លីសាទាំងអស់ត្រូវបានមនុស្សរបស់ទីណាចាប់បានហើយគេយកទៅដាក់នៅក្នុងគុកពិសេសមួយហើយពួកគេមិនអាចប្រើប្រាស់ធម្មពលរបស់ពួកគេបាននោះទេចំណែកឯលោកតាមីណូនេះវិញបន្ទាប់ពីបដូរថ្លើមឲ្យគាត់បាននឹងខ្លួនមកវិញហើយមានធម្មពលខ្លាំងជាងមុនហើយក្មេងជាងមុនទៀតផងគឺក្មេងជាងកូនស្រីរបស់គាត់ទៅទៀតដូចជាមនុស្សអាយុ18ឆ្នាំអញ្ចឹងលោកតាមីណូបានទៅដល់ផ្ទះហើយងូទឹកហើយក៏បានឆ្លុះកញ្ចក់មើលរាងកាយវ័យក្មេងថ្មីរបស់គាត់នៅក្នុងកញ្ចក់ធ្វើឲ្យគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែភ្លាមនោះដែរភ្លើងក៏បានចាប់ផ្ដើមដាច់ហើយភាពងងឹតក៏បាននាំគាត់ចូលទៅក្នុងកន្លែងមួយគាត់បានឃើញដុំស្វាធម្មពលចម្លែកដែលមានរង្វង់មូលនៅពីមុខរបស់គាត់ហើយគាត់ក៏បានដើរទៅមុខយ៉ាងសន្សំបន្ទាប់មកគាត់ក៏បានព្យាយាមយកដៃចាប់ធម្មពលចម្លែកនោះប៉ុន្តែធម្មពលនឹងក៏បានលូកដៃមកចាប់គាត់ទាញទៅរកវាវិញហើយមុខរបស់គាត់ក៏បានប្រែប្រួលមួយភ្លែតក្មេងហើយមួយភ្លែតចាស់ហើយបន្ទាប់មកគាត់ក៏បានប្រឹងមួយទំហឹងវាយមួយដៃត្រូវកញ្ចក់បែកអស់ទៅហើយពេលហ្នឹងហើយទើបយើងដឹងថាគ្រាន់តែជាការស្មើសម័យរបស់គាត់នោះទេហើយរបួសនៅលើដៃរបស់គាត់ហ្នឹងក៏បានជាសះស្បើយមកវិញភ្លាមប៉ុន្តែទោះបីជាចឹងណាក៏ដោយគាត់ក៏នៅតែចង់បានសរីរាង្គទាំងអស់យកមកគ្រប់គ្រងផងដែរហើយយកធម្មពលទាំងអស់ហ្នឹងធ្វើឲ្យខ្លួនគាត់ក្លាយទៅជាព្រះមនុស្សគ្រប់គ្នានឹងគោរពបូជាគាត់ចំណែកឯទីណានេះវិញមិនអាចហាមឃាត់ឪពុករបស់ខ្លួនបាននោះទេហើយលោកតាមីណូក៏បានចុះទៅខាងក្រោមបន្ទប់ឃុំឃាំងហើយក៏បានវាយយកឈ្នះឆ្មាំសន្តិសុខនិងបុគ្គលិកដែលនៅទីនោះយ៉ាងសាហាវហើយគ្មាននរណាម្នាក់អាចទល់នឹងអំណាចរបស់គាត់បានឡើយបន្ទាប់មកគាត់ក៏បានរកឃើញទីតាំងឃុំខ្លួនរបស់អ្នកទាំង3ហ្នឹងនៅពេលនោះដែរសេរ៉ូកំពុងបានព្យាយាមផ្ទាត់ម្រាមដៃរបស់គេប៉ុន្តែដោយសារម្រាមដៃគេចងអស់ហើយអញ្ចឹងគេក៏បានប្រើមេជើងនៅពេលដែលចិត្តបានជោគជ័យហើយហ្នឹងអ្នកយាម2នាក់ក៏បានមកដល់ហើយក៏បានចាប់គេរុញយកទៅខាងក្រៅគេបានព្យាយាមផ្ទាត់មេជើងម្ដងហើយម្ដងទៀតក៏អាចផ្ញើសារទៅកាន់លីសាបានហើយក៏បានផ្ញើ location ទៅឲ្យលីសាផងដែរសេរ៉ូបានផ្ទាត់មេជើងហើយក៏
ก็បានបើកទ្វារបន្ទប់ឲ្យសូស្វីរួចខ្លួនចេញមកខាងក្រៅលោកតាមីណូចេញមកជួបជាមួយនឹងគេហើយក៏បានឲ្យគ្រូពេទ្យចាក់ថ្នាំឲ្យសម្លាប់រួចហើយក៏បានធ្វើការវាកាត់បដូរអវយវៈទៅលីសាបន្ទាប់ពីដឹងអំពីទីតាំងហើយក៏បានធ្វើដំណើរដើម្បីទៅជួយពួកគេទាំងអស់គ្នានឹងប៉ុន្តែភ្លាមឪពុកក៏បានដឹងរឿងអញ្ចឹងហើយក៏បានសុំលីសាទៅជាមួយដែរតែលីសាមិនចង់ឲ្យគាត់ទៅទេព្រោះខ្លាចគ្រោះថ្នាក់តែឃើញឪពុកយំខ្លាំងពេកអញ្ចឹងហើយក៏សម្រេចចិត្តឲ្យគាត់ទៅដែរទៅហើយបន្ទាប់មកក៏បាននាំគ្នាចូលទៅក្នុងឡានក៏បានបើកតម្រង់ទៅកាន់ទីតាំងនឹងខណៈនោះដែរកញ្ចក់ផ្នែកមួយរបស់សេរ៉ូត្រូវបានដកចេញរួចហើយប៉ុន្តែជាសំណាងល្អគាត់ក៏បានដឹងខ្លួនទាន់ពេលដែលធ្វើឲ្យផ្នែកម្ខាងទៀតរបស់គាត់នៅដដែលការវាកាត់ត្រូវបានបញ្ចប់ហើយលោកតាមីណូក៏បានឲ្យគេយកទៅឃុំឬទុកជាមួយនឹងចននៅក្នុងមកលងពេលនោះដែរថ្លើមរបស់ចនក៏បានចាប់ផ្ដើមជាសះស្បើយបន្តិចម្ដងចនបានកាន់ដៃរបស់សេរ៉ូហើយក៏បានប្រើថាមពលរបស់គាត់ដើម្បីព្យាបាលភ្នែកឲ្យសេរ៉ូជាសះស្បើយឡើងវិញចំណែកឯលោកតាមីណូនេះវិញដើម្បីបង្ហាញអំណាចថាមពលថ្មីរបស់គាត់ដល់ពិភពលោកគាត់បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដែលមានមនុស្សជាច្រើនបានចូលរួមហើយមនុស្សទាំងអស់នឹងសុទ្ធសឹងតែជាមនុស្សដែលមានជំងឺដែលមិនអាចព្យាបាលបានបន្តិចក្រោយមកមីណូបានលេចវត្តមានចេញមកហើយមនុស្សដែលធ្លាប់ឃើញមីណូពីមុនក្នុងនាមជាបុរសចំណាស់ម្នាក់ពួកគេមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះភាពវ័យក្មេងរបស់គាត់ដែលបានត្រឡប់មកវិញដើម្បីបង្ហាញអំពីថាមពលរបស់គាត់បានបំបែកជញ្ជាំងដ៏ក្រាស់មួយដែលមានគំនូរមកចាស់របស់គាត់នៅទីនោះប៉ុន្តែវិធីសាស្ត្រនេះបានបរាជ័យមនុស្សចាប់ផ្ដើមខ្លាចគាត់ជំនួសឲ្យការគោរពគាត់ដូច្នេះមីណូបានផ្លាស់ប្ដូរយុទ្ធសាស្ត្រសម្រាប់គាត់ភ្លាមគាត់បានទៅរកបរិះពិការម្នាក់កាន់ដៃរបស់គាត់ហើយប្រើថាមពលដែលគាត់ទទួលបានពីចនដើម្បីព្យាបាលគាត់ឲ្យជាសះស្បើយឡើងវិញបន្ទាប់មកគាត់បានទៅរកក្មេងស្រីម្នាក់ដែលឈឺធ្ងន់ម្នាក់ហើយព្យាបាលនាងផងដែរមនុស្សចាប់ផ្ដើមឃើញសមត្ថភាពរបស់គាត់ហើយចាត់ទៅគាត់គឺជាព្រះមួយអង្គហើយវងមនុស្សទាំងអស់ក៏បានចាប់ផ្ដើមក្រាបថ្វាយបង្គំគាត់នៅចំពោះពុកមកគាត់តែម្ដងហើយភ្លាមមីណូបានដឹងថាលីសាកំពុងតែមកដល់កន្លែងរបស់គាត់ហើយចឹងគាត់ក៏បានប្រើថាមពលដើម្បីបើកទ្វារបន្ទាប់មកគាត់ក៏បានបង្ហាញខ្លួននៅចំពោះមុខលីសាហើយនឹងឪពុករបស់គេដោយអង្គុយនៅលើបល្ល័ង្កដ៏ធំមួយហើយលីសានៅពេលបានឃើញហើយគាត់ក៏ដឹងថានឹងគឺជាបរិះដែលកំពុងតែលួចយកធម្មពលរបស់មនុស្សមិត្តភ័ក្តិរបស់គេគ្រប់គ្នាដោយមិនបងអង់យូរនៅពេលដែលលោកមីណូទៅជិតគេនឹងគេក៏បានទាត់គេមួយជើងដាក់មួយដៃធ្វើគេប៉ើងទៅខាងក្រោយហើយក៏បានធ្វើឲ្យលោកតាមីណូបាក់ដៃផងដែរតែគាត់ក៏បានយកទឹកមកផឹកហើយការបាក់ឆ្អឹងរបស់គាត់នឹងក៏បានជាសះស្បើយវិញភ្លាមនោះដែរសូហ្វីនិងថមក៏បានមកដល់មិត្តភ័ក្តិទាំង3នាក់ក៏បានជួនៅជាមួយគ្នាមីណូពិតជាសប្បាយចិត្តមែនតើគាត់គិតថានឹងអាចយកធម្មពលបានពីពួកគេទាំងអស់គ្នាហើយឪពុករបស់លីសាចង់ហក់ទៅវាយមីណូប៉ុន្តែត្រូវបានមីណូប្រើធម្មពលធ្វើឲ្យគាត់បើងទៅជ្រុងម្ខាងតែត្រូវបានលីសាទៅជួយសង្គ្រោះគាត់ទាន់ពេលអញ្ចឹងហើយគាត់មិនសូវជាគ្រោះថ្នាក់ខ្លាំងនោះទេហើយការប្រយុទ្ធដ៏ខ្លាំងក្លាក៏បានចាប់ផ្ដើមឡើងរវាងលីសានិងមីណូហើយអ្នកទាំងពីរនាក់បានប្រើធម្មពលពិសេសដូចគ្នាប៉ុន្តែលីសាបានមានធម្មពលតែមួយប៉ុណ្ណោះខណៈដែលមីណូក៏បានមានធម្មពលពីសរីរាង្គអានទាំង3ដូច្នេះហើយលីសាមិនអាចទល់នឹងមីណូឈ្នះបាននោះទេថមនិងសូហ្វីបានរត់ទៅជួយលីសាហើយថមក៏បានបញ្ចេញខ្យល់បក់ដ៏ខ្លាំងក្លាមួយដោយអស់ពីកម្លាំងរបស់គាត់ដែលធ្វើឲ្យលោកតាមីណូបើងទៅជ្រុងម្ខាងមីណូគាត់ពិតជាខឹងនឹងថមខ្លាំងមែនទែនអញ្ចឹងហើយគាត់ក៏បានមកផ្ទាត់ថ្ងាសរបស់ថមធ្វើឲ្យគេសន្លប់បាត់ទៅបន្ទាប់មកគាត់ក៏បានចាប់សូហ្វីប៉ុន្តែភ្លាមនោះដែរសូហ្វីបានស្រូបយកធម្មពលរបស់គាត់ឃើញដូច្នេះមីណូគាត់មានការភ្ញាក់ផ្អើលជាខ្លាំងគាត់បានដឹងថាសូហ្វីមិនត្រឹមតែអាចស្រូបយកធម្មពលប៉ុណ្ណោះទេថែមទាំងអាចផ្ទេរវាទៀតផងឃើញអញ្ចឹងគាត់មិនចាំបាច់បដូរសរីរាង្គទៀតទេក៏បង្ខំឲ្យសូហ្វីផ្ទេរធម្មពលទាំងអស់ឲ្យទៅគាត់ភ្លាមប៉ុន្តែភ្លាមនោះដែរសេរ៉ូនិងចនក៏បានមកដល់ទីនោះដែរមីណូបានប្រមូលធម្មពលទាំងអស់របស់គាត់ដើម្បីកម្ចាត់អ្នកទាំងអស់គ្នានោះចោលតែលីសាបានមកជួលនៅពីមុខរបស់គេហើយក៏បានហួចផ្ដល់សញ្ញាទៅឲ្យថមបានផ្លុំខ្យល់ដ៏ខ្លាំងជំរុញឲ្យល្បឿនរបស់លីសាកាន់តែខ្លាំងហោះទៅបុកលោកតាមីណូធ្វើឲ្យពួកគេប៉ើងទាំងពីរនាក់វាយគ្នាសាហាវខ្លាំងមែនទែនក៏បានវាយគ្នាប៉ើងលងស្ទុយតែទោះបីជាយ៉ាងណាក៏ដោយលីសាមិនអាចយកឈ្នះមីណូបាននោះទេគ្រប់គ្នាក៏បានរួមគ្នាដើម្បីជួយគ្រប់គ្រងដល់ធម្មពលទៅឲ្យលីសាយ៉ាងណាក៏ដោយមីណូនៅតែមានធម្មពលខ្លាំងជាងក៏បានគ្រប់គ្រងចរន្តអគ្គិសនីនៅជុំវិញនឹងហើយក៏សេរ៉ូក៏បានវាយបកជាមួយនឹងចរន្តអគ្គិសនីនឹងដែរក៏បានធ្វើឲ្យទីនោះធ្លាក់បាក់បែកទៅលើលោកតាមីណូប៉ុន្តែនៅតែមិនអាចធ្វើអីលោកតាមីណូបានដដែលហើយវាយចុះវាយឡើងរូបសំណាក់ធំក៏បានចាប់ផ្ដើមបាក់បែកដួលរលំចុះមកខាងក្រោមខ
ណៈមនុស្សនៅខាងលើកំពុងតែគោរពពិធីថ្វាយបង្គំព្រះថ្មីរបស់ពួកគេមិនបានដឹងអីនោះទេអាគារទាំងមូលក៏បានចាប់ផ្ដើមផ្ទុះប្រេះបណ្ដើរហើយលោកតាមីណូក៏បានដឹងខ្លួនមកវិញម្ដងទៀតហើយក៏បានស្រូបទឹកពីដីដើម្បីព្យាបាលរបួសរបស់គាត់ធ្វើឲ្យជាសះស្បើយភ្លាមៗហើយក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាម្ដងទៀតគាត់បានវាយទះថមផ្ទប់ទៅនឹងដីហើយលីសាបានហក់មកវាយគាត់តែត្រូវបានគាត់ចាប់កជាប់រួចហើយក៏បានដាក់គេបណ្ដាយក្តារពោះធ្វើឲ្យក្អួតឈាមស្ទើរតែស្លាប់បន្ទាប់មកបានដើរទៅរកសូហ្វីហើយឲ្យសូហ្វីផ្ទេរធម្មពលមកឲ្យគាត់តែសូហ្វីធ្វើតែយល់ព្រមហើយក៏បានលោកដៃទៅចាប់គាត់ជាមួយនឹងមីណូរួចហើយក៏បានចាប់ផ្ដើមសរុបយកធម្មពលរបស់មីណូហើយក៏បានផ្ទេរធម្មពលទៅព្យាបាលលីសាធ្វើឲ្យគេជាភ្លាមមីណូក៏បានបាត់បង់សមត្ថភាពបង្កើតឡើងវិញរបស់គាត់ខណៈដែលលីសាក៏បានក្លាយទៅជាមនុស្សមានធម្មពលខ្លាំងជាងមុនហើយលីសាក៏បានហក់ទៅដាក់មីណូមកដៃអូសទៅផ្ទប់ទៅនឹងជញ្ជាំងក៏បានដាក់មួយជើងប៉ើងទៅជ្រុងម្ខាងទោះបីមីណូយកដីធំមកវាយលីសាយ៉ាងណាក៏ដោយក៏នៅតែមិនអាចយកឈ្នះលីសាបានដដែលនៅចុងក្រោយលីសាក៏បានវាយទាត់ធាក់គាត់រួចហើយក៏បានបកគាត់ចូលទៅក្នុងដីបាត់ទៅតែពេលនោះដែរអាគារក៏បានចាប់ផ្ដើមដួលរលំភ្លាមពួកគេក៏បានរួមគ្នាកាន់ដៃដើម្បីទ្រទ្រង់រចនាសម្ព័ន្ធដើម្បីការពារក្នុងការបាត់បង់អាយុជីវិតប៉ុន្តែភ្លាមដែរស្រាប់តែមីណូក៏បានដឹងខ្លួនមកវិញក៏បានចាប់ដៃពួកគេហើយស្រូបយកធម្មពលពួកគេតែពេលនោះដែរឪពុករបស់លីសាបានហក់មកផ្កាប់ចានមីណូធ្វើឲ្យគាត់ខ្ទាតទៅជ្រុងម្ខាងហើយបានស្រូបយកធម្មពលទាំងអស់ពីក្នុងខ្លួនរបស់មីណូក៏បានធ្វើឲ្យគាត់ក្លាយទៅជាមនុស្សចាស់វិញទៅបន្ទាប់មកបានដាក់គាត់អង្គុយលើបល្ល័ង្កបញ្ជូនត្រឡប់ទៅខាងលើវិញនៅចំពោះមុខមនុស្សគ្រប់គ្នាដែលកំពុងតែគោរពគាត់ហើយមនុស្សគ្រប់គ្នាក៏បានឃើញរូបរាងពិតរបស់គាត់ហើយក៏បានដឹងអំពីទង្វើអាក្រក់របស់គាត់ផងដែរហើយសាច់រឿងរបស់យើងក៏បានបញ្ចប់ត្រង់ចំណុចនឹងដូចគ្នាអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតសុខសប្បាយអ្នកគ្នាជម្រាបលាបាយ